សួស្តីលោកគ្រូខ្ញុំបាទឈ្មោះឌីសុណាល់មកពីក្រុម SU20 ថ្ងៃនេះខ្ញុំមកនិយាយអំពីបច្ចេកLaravel hosting ជាមួយនឹង AWS EC2 អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីថានៅក្នុង EC2 នេះខ្ញុំបានបង្កើត instance អ្វីខ្លះហើយខ្ញុំបាន config database ហើយជាមួយ app service យ៉ាងម៉េចខ្លះអញ្ចឹងមុនដំបូងខ្ញុំនឹងសូមបង្ហាញអំពី instance 2ដែលខ្ញុំបានបង្កើតនៅក្នុង AWS ទី1គឺ Sonal instance ហ្នឹងគឺខ្ញុំយកប្រើដើម្បីជា app service អញ្ចឹងលោកគ្រូអាចឃើញថាខ្ញុំបានបង្កើតមក instance T3 micro ហើយខ្ញុំបាន allocate elastic IP public IP ឲ្យ instance នឹងដែរ app service ខ្ញុំនឹងបង្ហាញអំពី security profile របស់ខ្ញុំពី networking ហើយបន្តគឺ instant database ដែលខ្ញុំដាក់ឈ្មោះថា Sonal database server ហ្នឹងខ្ញុំបានបង្កើតនេះយើងអាចមើល IP បាន public IP private IP security information ក្នុង instance ហ្នឹងខ្ញុំប្រើ T2 small ដើម្បីអញ្ចឹងសម្រាប់ម៉ាស៊ីនinstant នៅក្នុង AWS បច្ចេកហ្នឹងមាន2 app មួយហើយជាមួយ database មួយអញ្ចឹងខ្ញុំនឹងបង្ហាញអំពី configuration ទៅលើ instance ហ្នឹងទាំងពីរទី1ខ្ញុំនឹងបង្ហាញអំពី configuration នៅក្នុង database ថាខ្ញុំបាននៅក្នុង database ហ្នឹងខ្ញុំបាន config អីខ្លះទី1ខ្ញុំនឹងបង្ហាញអំពីការខ្ញុំបាន install Progress ហើយអញ្ចឹងខ្ញុំចង់ទៅ check ការ Progress service starter ដើរអត់អញ្ចឹងខ្ញុំចូលទៅ systemctl starter Progress SQL yes sorry Progress call អូខេអញ្ចឹងយើងអាចឃើញថា service Progress ដែរខ្ញុំបន្តខ្ញុំទៅ check មើល version របស់ Progress ដែលខ្ញុំបាន install ក្នុង database ហ្នឹងក្រុមនេះខ្ញុំអាចឃើញថាខ្ញុំបាន install Progress ហើយ Progress version 18.4 later បន្តខ្ញុំនឹងទៅបង្ហាញ configuration នៅក្នុង Progress 18 main config file ដែលខ្ញុំ allow listening port ហ្នឹង sudo grep Progress SQL 18/main /progress config អញ្ចឹងខ្ញុំលោកគ្រូអាចឃើញណាតែ listening address ហ្នឹងគឺខ្ញុំដាក់ផ្កាយគឺ IP ណាក៏អាច listen បានដែរចូលបានដែរអញ្ចឹងហើយបន្តខ្ញុំនឹងទៅ check មើល client authentication root
sudo etc progress /8 /main /pg ava config file grepគ្រូអាចឃើញខ្ញុំបាន config file នឹងឲ្យស្គាល់database អញ្ចឹងក្នុងខ្ញុំមាន database database name database user role ហើយជាមួយ port subnet mask របស់ IP របស់ app service អញ្ចឹងខ្ញុំបន្តបង្ហាញ database សិនព្រោះគូអាចឃើញអញ្ចឹងតែខ្ញុំទៅបង្ហាញជាក់ថែមខ្ញុំបាន config ខ្លះ sudoនេះគឺលោកគ្រូអាចឃើញថាក្នុង database ហ្នឹងខ្ញុំបាន config database name database db ហើយ owner level ហ្នឹងខ្ញុំទៅ set permission ទៀតក៏បាន dn អាចមើលថា ownerអញ្ចឹងសម្រាប់ database ខ្ញុំ config ប៉ុណ្ណឹងឥឡូវបន្តទៅ app service វិញថាក្នុង instant app ហ្នឹងខ្ញុំ config project variable ខ្ញុំមិនខ្លះទី1ខ្ញុំចង់ check version PHP អត់មើលថាខ្ញុំបាន install version 8.5 ចង់ដឹងហើយខ្ញុំចង់ដឹងថា starter service ដែរអត់ sudo system starter php 8.5 fpmបាទខ្ញុំអធិស្ឋានលោកគ្រូវាយខុសមិញអញ្ចឹងលោកគ្រូអាចមើលឃើញថា service PHP គឺដើរធម្មតាលោកតោះខ្ញុំទៅ check មើលservice របស់ NGX Nginx ខ្ញុំដើរធម្មតាហើយ check មើលថាតើ Nginx enable អត់
មុននឹងចូល enable ខ្ញុំចង់ចូលទៅ check មើល Nginx site configuration សិន cat site នេះ Laravel project ខ្ញុំឈ្មោះចឹងលោកគ្រូអាចឃើញខ្ញុំបាន config ហើយខ្ញុំបាន config Nginx ហ្នឹងទៅនេះឈ្មោះ domain របស់ website ខ្ញុំដែលខ្ញុំបានទិញដើម្បីសម្រាប់ hosting project ហ្នឹងខ្ញុំបានទិញ domain មួយឈ្មោះ sonarfirstwebsite.online ដើម្បីដាក់ចូលទៅ point ឲ្យស្គាល់តែ check ខ្ញុំទៅ check មើលថា Nginx starter site ហ្នឹង enable អត់ ls/ect/Nginx site enable អូខេយើងអាចឃើញថាដើរឥឡូវខ្ញុំចង់មើល configuration នៅក្នុងនឹងដាក់ថា config ជាប់ទៅ database ខ្ញុំសុំ clear ខ្ញុំ cd សិន check ទៅរក project ខ្ញុំអូខេខ្ញុំសុំ cd ហើយបាទហើយខ្ញុំទៅ check មើល configure app env configuration អូខេនៅក្នុង env configuration ហ្នឹងខ្ញុំបាន config មក Laravel app URL ហ្នឹងគឺ website domain ដែលខ្ញុំបានទិញ connect ទៅ Progress connect ទៅ instant database ខ្ញុំ port database ហើយ database username បន្តខ្ញុំនឹងបង្ហាញអំពី SSL certificate ដែលខ្ញុំបានតម្លើងអញ្ចឹងខ្ញុំ cd ចេញសិនសុំ cd ចេញអូខេខ្ញុំ sudoនេះគឺជា SSL certificate របស់ខ្ញុំអញ្ចឹងដើម្បីខ្ញុំ confirm ថាខ្ញុំ domain ខ្ញុំអាចប្រើជាមួយ HTTPS បានអញ្ចឹងខ្ញុំសុំ curl ទៅដក i http អានេះ HTTPS ដូចខ្ញុំនៅពេលខ្ញុំចង់ដឹងថាពេលនេះដាក់ទៅ redirect ទៅអត់ now first site online ខ្ញុំដាក់ https confirm ទៅwebsite ខុសចាំតិចនេះគ្រូអញ្ចឹងនៅពេលដែលយើងដាក់ HTTPS វានឹង redirect ទៅ HTTP ធម្មតាវា redirect ទៅ HTTPS អញ្ចឹងនៅពេលដែលខ្ញុំ click លើហ្នឹងមកវានឹង load ចូលទៅក្នុង website របស់ខ្ញុំ Laravel project hosting របស់ខ្ញុំដូចខ្ញុំចង់បង្ហាញអញ្ចឹងយើងក៏អាចចូលទៅក្នុងមើល instance របស់ server របស់ខ្ញុំមួយទៀត network ខ្ញុំអាច open ទៅហ្នឹងគឺ project ដូចតែគ្នាបាទ
ក្នុង lab ទី2របស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានចូលមើលវីដេអូរបស់ខ្ញុំ